ឥឡូវមកតវីដេអូពីវគ្គ1ឥឡូវចូលដល់វគ្គ2ហើយណាបងប្អូនមានច្រើនវគ្គទៀតហើយខ្ញុំមកដល់កន្លែងស្នាក់នៅហើយយើងត្រូវដូរស្បែកជើងចេញព្រោះអីបើជើងប៉ាតាពាក់ទៅវាហប់វាស្អុះស្អាប់ណាហើយកន្លែងដែលខ្ញុំស្នាក់នៅគឺកន្លែងហ្នឹងណាបងប្អូនគ្រាន់តែចូលមកដល់កន្លែងស្នាក់នៅភ្លាមបងប្អូនគឺថាស្រស់ស្រាយខ្លាំងមែនតើដោយសារតែកន្លែងហ្នឹងគឺគេដាំដំណាំគ្រប់ប្រភេទហ្មងហើយកម្រឃើញមានមេអំបៅណាឡាការ៉េហើយដំណាំរបស់គាត់ដាំបានផ្លែល្អល្អខ្លាំងណានៅលើកោះហ្នឹងណាបងប្អូនហើយគេដាំហ្នឹងគេដាំសម្រាប់ហូបខ្លួនឯងបន្តិចបន្តិចទេប៉ុន្តែនិយាយថាពីផ្លែល្អខ្លាំងមែនតើហើយទេសភាពវិញគឺថានៅជុំវិញហ្នឹងគឺថាគួរចង់នៅហ្មងឥឡូវយើងរៀបអីវ៉ាន់យកអីវ៉ាន់ទៅដាក់នៅកន្លែងបន្ទប់សិនហើយបន្ទប់ដែលខ្ញុំស្នាក់នៅគឺបន្ទប់បែបហ្នឹងនិយាយទៅបន្ទប់គេតូចតែមួយប៉ុន្តែមានសពគ្រប់បែបយ៉ាងពេលអញ្ចឹងមានអារម្មណ៍ថាអូយគួរចង់រស់នៅកន្លែងដែលខ្ញុំស្នាក់នៅហ្នឹងបើសិននៅខ្មែរយើងគេហៅ resort ណាបងប្អូនមានបន្ទប់ជួលសម្រាប់ឲ្យយើងជួលដេកស្នាក់នៅហើយធ្វើម្ហូបធ្វើអីនៅហ្នឹងអញ្ចឹងណានិយាយរួមទៅអត់ទាន់បានប្រាប់បងប្អូនថាខ្ញុំមកកោះហ្នឹងដើម្បីអីទេអញ្ចឹងខ្ញុំមកកោះហ្នឹងគឺខ្ញុំមកដើម្បីចាប់លាសសមុទ្រណាបងប្អូននិយាយទៅកោះហ្នឹងគឺសម្បូរខ្លាំងហ្មងច្រើនណាស់តែបងថ្លៃខ្ញុំគាត់អ្នករស់នៅតំបន់ហ្នឹងហ្មងគាត់ថាឆ្នាំទៅអត់សម្បូរដូចឆ្នាំហ្នឹងទេឆ្នាំហ្នឹងគឺថាកើតខ្លាំងច្រើនខ្លាំងមែនតើសប្បាយជីកខ្លាំងណាស់ហើយតម្រាំតមកដល់បានរៀបចំរៀបអីចឹងទៅវារហូតដល់ម៉ោង8 9យប់អីមិនទាន់បានញ៉ាំបាយល្ងាចទេអញ្ចឹងហើយបងថ្លៃខ្ញុំនិយាយទៅគាត់រៀបចំមកតាំងពីស្រុកមកហ្មងណាដោយសារថាគ្រួសាររបស់គាត់នៅខាងតំបន់ហ្នឹងហ្មងហើយដល់ពេលគាត់នៅខាងខ្ញុំរស់នៅនេះវិញដល់ពេលអញ្ចឹងទៅគាត់មកលេងអស់គ្នាអញ្ចឹងណាហើយគាត់រៀបបាយរៀបទឹកយកមកពីផ្ទះមកហ្មងនិយាយទៅចាំតែហូបនិយាយទៅក្រែងចិត្តដែរគាត់រៀបចំមកគាត់អាយុច្រើនហើយគាត់រៀបចំម្នាក់ឯងយកមកឲ្យយើងញ៉ាំទៀតដល់ពេលប៉ុន្តែយើងវាអត់ដឹងទេយើងអត់ធ្លាប់ដើរដល់ពេលយើងអត់ដឹងថាត្រូវរៀបចំអីគេខ្លះទេដល់ពេលចឹងហើយមានណាបាយម្ហូបដែលគាត់រៀបចំមកឆ្ងាញ់ខ្លាំងណាបងប្អូនអើយហើយមកដល់ផ្ទះបងថ្លៃខ្ញុំក៏ដូចចិត្តទៀតនិយាយថាពីភេសជ្ជៈអត់ដែលឃើញភេសជ្ជៈខ្មែរយើងទេណាប៉ុន្តែមាន Sting នៅនេះនៅផ្ទះគាត់មាន Sting មកកំប៉ុងដែរហើយនិយាយពីថាត្រូវខ្លាំងមែនតើដោយសារថារៀងខានយូរដែរជាមួយនឹង Sting ណានឹករសជាតិដែរមានអីញ៉ាំទៅរសជាតិដូចនៅខ្មែរយើងដែរហ្នឹងណាហើយឥឡូវយើងដល់ពេលដែលត្រូវចេញដំណើរណាបងប្អូនចេញដំណើរទៅមាត់សមុទ្រដើម្បីរាវទៅចាប់លៀសនិយាយទៅនៅតំបន់ហ្នឹងជាប់ចិត្តពលានយន្តហោះហ្មងនិយាយបងថ្លៃខ្ញុំគាត់ប្រាប់ថាពលាននៅចិត្តហ្នឹងហើយដល់ពេលយន្តហោះគឺថា40វិនាទីគឺឡើងមួយហើយពេលអញ្ចឹងយន្តហោះដែលខ្ញុំថតមិញគឺថតអត់អស់ទេហើយមិនមែនយន្តហោះតែមួយទេណាយន្តហោះផ្សេងគ្នាមកនិយាយទៅមួយទៅបាត់គឺមួយចេញមកមួយទៅបាត់មួយចេញមកអញ្ចឹងណាហើយសុទ្ធតែអ្នកដែលអង្គុយចាំនេះគឺគាត់អង្គុយចាំទៅចាប់លៀសដែរហើយបណ្តែចាំទឹកពីនាចទាំងគេទាំងយើងគឺថាចាំអង្គុយចាំទឹកឲ្យនាចឲ្យខ្លាំងតិចបាននាំគ្នាចុះទៅចាប់ដោយសារថាទឹកដែលវាអត់ទាន់នាចអញ្ចឹងវានេះវារៀងតនាចឲ្យខ្លាំងព្រោះយើងត្រូវដើរទៅរៀងឆ្ងាយដែរបានវាមានសម្បូរកន្លែងដែលសម្បូរណាអង្គុយចាំយូរពេកទៅបន្ទប់ទឹកមួយសិនហើយឥឡូវទៅក្រោយពីទៅបន្ទប់ទឹកហើយអ៊ំគាត់ទៅរកដឹកដៃយកមកវិញនៅតំបន់ហ្នឹងដោយសារតែសម្បូរលៀសហ្នឹងពេលអញ្ចឹងហើយថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យអីគឺសម្បូរម៉ែគាត់នាំកូនយកមកដើររាវលៀសដើរកាយលៀសហ្នឹងនៅកន្លែងហ្នឹងព្រោះអីក្មេងៗចូលចិត្តណាដោយសារថាវាផុកទន់ៗហើយវាលផុកអញ្ចឹងណាបងប្អូនវាលផុកមែនប៉ុន្តែផុកលក្ខណៈថាផុកទន់អត់មានជាកតិចអីដែលធ្វើអាមុតជើងយើងទេដោយសារថាវាទន់និយាយទៅទន់ដូចផុកស៊ីម៉ងអញ្ចឹងហើយបងថ្លៃខ្ញុំគាត់កាយណាបងប្អូនចាប់ផ្ដើមហើយនិយាយទៅសម្បូរខ្លាំងមែនតែនកាយគ្រាន់តែកាយចេញមកគឺថាមកកខ្ញុំវាហ្នឹងគឺ4 5អីចឹងទៅហើយលៀសហ្នឹងគឺឆ្ងាញ់ជាងគេហ្មងណានៅហ្នឹងហើយវារៀងថ្លៃជាងគេដែរហើយរសជាតិវិញមិនបាច់និយាយទេបងប្អូនអើយមិនបាច់ចាំថាស្ងោរដាក់អីទេស្ងោរតែវាចោលជាមួយដល់ទឹកហ្នឹងក៏ឆ្ងាញ់ដែរដោយសារថាវាមានជាតិប្រៃស្រាប់តែសបកវារឹងហើយក្រាស់ធ្ងន់បងថ្លៃខ្ញុំគាត់ដឹងកន្លែងដែលវាសម្បូរជាងគេណាដល់ពេលចឹងគាត់នាំយើងដើរមករៀងឆ្ងាយដែរពីកន្លែងដែលយើងអង្គុយមិញហ្នឹងគឺរៀងឆ្ងាយដែរដើរចូលមកបានសម្បូរខ្លាំងអញ្ចឹងបើនៅគៀនជាយអត់សូវមានទេ